ជំរាបសួរចាថ្ងៃនេះនាងខ្ញុំមកទៀតហើយមកបែបក្តៅហុយបងប្អូនហើយនេះជាគ្រឿងក្រៅមុខម្ហូបរបស់នាងខ្ញុំថ្ងៃនេះស្លសម្លម្ជូរគ្រឿងបែបគ្រួសារនាងខ្ញុំបងប្អូននាងខ្ញុំស្លសម្លនេះនាងខ្ញុំអត់បុកគ្រឿងទេហើយនេះគឺជាគ្រឿងក្រៅរបស់នាងខ្ញុំគឺត្រៀមយកទៅស្លនាងខ្ញុំដាក់ឆ្នាំងរៀងក្តៅល្មមនាងខ្ញុំបន្ថែមខ្ទិះដូងចូលបន្តិចដាក់ម្ទេសឆ្អើរនិងប្រហុកបន្ទាប់មកនាងខ្ញុំចាប់ផ្ដើមកូរបែបនេះប្រហុកនាងខ្ញុំគឺប្រហុកនាងខ្ញុំច្រាំម៉ត់ទេណាបងប្អូនបន្ទាប់មកនាងខ្ញុំដាក់គល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចនិងខ្ទឹមសរួចមកនាងខ្ញុំកូរបែបនេះទៀតបន្ទាប់មកទៀតនាងខ្ញុំដាក់ទឹកត្រីប្រហែល2ស្លាបព្រាម្សៅស៊ុបអំបិលនិងបន្ថែមប៊ីចេងបន្តិចទៀតបងប្អូនរួចហើយនាងខ្ញុំដាក់ស្ករពាងម្ដងនាងខ្ញុំស្លនាងខ្ញុំដាក់ស្ករពាងបានដាក់ស្ករសទេបងប្អូនរួចហើយនាងខ្ញុំដាក់សណ្តែកដីចូលនិងទឹកអំពិលទុំហ្នឹងនាងខ្ញុំដាក់តែបន្តិចទេដំបូងហ្នឹងកូរគ្រឿងបែបនេះហើយនាងខ្ញុំដាក់ឆ្អឹងជំនីជ្រូកចូលដាក់ឆ្អឹងជំនីជ្រូកចូលបែបនេះឆ្អឹងជំនីជ្រូកនាងខ្ញុំស្លនេះគឺគេហៅឆ្អឹងជំនីជ្រូកចាស់ណាបងប្អូនគេថាមានឆ្អឹងជំនីជ្រូកចាស់និងឆ្អឹងជំនីជ្រូកខ្ចីឥឡូវនាងខ្ញុំថែមទៅដោះគោបញ្ចូលតិចទៀតឲ្យវាឡើងឈ្ងុយឆ្ងាញ់ស្លហ្នឹងរៀងដិតគ្រឿងតិចបានឆ្ងាញ់ណាបងប្អូនហើយសម្លនាងខ្ញុំនេះនាងខ្ញុំយកឆ្អឹងជំនីជ្រូកចាស់ពីព្រោះថាឆ្អឹងជំនីជ្រូកចាស់ហ្នឹងវាសាច់វារៀងទន់វាឆ្ងាញ់ជាងឆ្អឹងជំនីជ្រូកខ្ចីសាច់វារៀងរឹងឥឡូវនាងខ្ញុំដាក់តកួនចូលហើយបងប្អូននាងខ្ញុំដាក់តកួនចូលហើយនាងខ្ញុំកូរវាសិននាងខ្ញុំអត់ទាន់ដាក់ទឹកច្រើនពេកទេនាងខ្ញុំកូរវាបែបនេះសិនណាកូរឲ្យវារៀងទន់បន្លែបន្តិចកូរហើយនាងខ្ញុំដាក់វាឲ្យវារៀងឡើងពុះបន្តិចទៀតសិននេះនាងខ្ញុំបិទក្រោមចេះឲ្យវាឡើងពុះសិនណាឥឡូវស្លនាងខ្ញុំពុះហើយបាននាងខ្ញុំបន្ថែមទឹកអំបិលទុំថែមយកសម្រាប់ចាបងប្អូនមុខម្ហូបមួយមុខនេះនាងខ្ញុំអត់បានវល់គ្រឿងប្រាប់បងប្អូនថាដាក់កម្រិតប៉ុន្មានទេឥឡូវនាងខ្ញុំបន្ថែមខ្ទិះដូងចូលបន្តិចទៀតឲ្យវារៀងរាវល្មមពេលដែលស្លឆ្អិនបងប្អូនភ្លក់បន្តិចទៅស្ទើរអីថែមនំបន្តិចទៅបងប្អូនហើយមិនអាចខ្វះបានទេស្លឹកកទ្រូបមួយមុខនេះគឺបន្ថែមរសជាតិស្លនឹងឲ្យវារឹតតែឈ្ងុយឆ្ងាញ់ណាបងប្អូនហើយពេលនាងខ្ញុំស្លតែបែបនេះទេឥឡូវសម្លឆ្អិនហើយបងប្អូននាងខ្ញុំមកដួសភ្លក់ជូនបងប្អូនទស្សនានិយាយពីថាឈ្ងុយអាពេញហ្នឹងតែម្ដងនេះបងប្អូនជាតិណាបងប្អូនអើយនិយាយពីឆ្ងាញ់មែនតើណាបងប្អូននាងខ្ញុំធ្វើការមិនមែនភ្លក់ទេគឺញ៉ាំយកតែម្ដងឆ្ងាញ់ណាស់ទ្រាំអត់បានទេទ្រាំនឹងពេលស្លមែនបងប្អូនអើយទ្រាំតែកូរគ្រឿងហើយនិយាយពីចង់ស្រក់ទឹកមាត់ហ្មងណាហើយបងប្អូនអាចសាកល្បងធ្វើតាមនាងខ្ញុំបានអរគុណច្រើន